ស្លាប់ទៅសន្តិសុខសម័យកម្លាំងមិនអន់មែនយើងធ្វើសន្តិសុខ3ឆ្នាំមិនអត់ប្រយោជន៍ទេយើហើយបើកឡានបុកយើងហើយចាប់ឈឿនសៀមែនទេហើយចង់ឲ្យយើងសម្លាប់ឯងខ្លួនឯងហើយមើលងាយសន្តិសុខឯងមិនអាចគាត់តែជាសន្តិសុខទៅឯងជាកំងដូរពិសេសមែនដែរទេជាមន់សម្លសោះម្ចាស់តូចមិនអីទេមិនក៏លោកមានក្បាច់គុណបកកែម្លេះក្បាច់គុណមិនល្អធ្វើសន្តិសុខមិនបាននាងឈុនមិននេះអូនស្មានថាពួកយើងត្រៀមការឋានក្រោមហើយលោកងមែនកន្លែងណាក៏ពួកយើងមិនទៅដែរធ្វើនៅទីនេះហើយយ៉ាងមិនហើយសម្រាប់អាចរាយនោះហើយឬនៅសុំទោសអាចោម៉ាស៊ីននេះអន់ពេញត្រូវយើងសម្រាប់ហើយអាចរាយនឹងឈន់យើងត្រូវតែសម្រាប់ឯងសង្ឃឹមថាឯងមានជីវិតរួមចូលរួមមង្គលការយើងចុះអ្នកប្រុសរបួសរបស់លោកត្រូវការទៅពេទ្យដែរទៀតរបួសតែទួចទុកជាស្អីទៅមិនអាចរាំងស្ទះមង្គលការខ្ញុំបានឡើយគ្មានអីទេពេលនេះបងគិតចង់កាន់ដៃអូននៅក្នុងពិធីមង្គលការអ្នកប្រុសចាត់ការឃាតករនេះយ៉ាងម៉េចទៅអូយកទៅសួរចម្លើយទៅបន្តិចទៀតមានការត្រូវប្រើគេបាត់នាងឈុនហើយបងពិតជាមិនអីមែនទេមិនអីទេអូនទៅបដូររោគការទៅអញ្ចឹងអូនចូលទៅដូរបងទៅជាមួយអូនជួយបដូរឲ្យអូនប៉ុន្តែបងខ្លាចមានវាងយងម្នាក់ទៀតនោះអីឬមួយបងមិនចង់បដូររោគឲ្យអូនដល់ផ្ទាល់ទេចង់ប្រកាសជាចង់យល់សមក៏បងចង់ដែរជាសៀអូនស្អាតមែនសហការវិទ្យាពួកយើងអាចយកគ្នាយូរហើយអត់ត្រូវហើយខ្ញុំក៏បានលើកដែរអូនទី3មនុស្សនៅទីនេះមិនក៏បងមិនស្គាល់អញ្ចឹងពួកយើងអត់ចូលខុសកន្លែងទេអូនទី3មិនអញ្ចឹងអញទៅសួរមើលអីយ៉ាមានអីទៅសួរទៅកូនប្រសាខ្ញុំជាម្ចាស់ទូតក្រុមហ៊ុនហិរញ្ញវត្ថុភ្ញៀវមកថ្ងៃនេះប្រកាសជាពួកអ្នកមានហើយពួកយើងមិនស្គាល់គឺជារឿងធម្មតាទេអេម៉ាក់មិនដឹងតែអរគ្នាម្ដងមុនអញ្ចឹងអីយ៉ាទីនេះមានអ្នកខ្លះដើម្បីរៀបចំមង្គលការខ្លាំងៗដាច់ចិត្តចំណាយទុនបែបនេះផងស៊ូលីកុំជីព្រិបដាស់មិនមែនមង្គលការខ្លាំងៗទេអីយ៉ាម៉ាក់មិនចាំបាច់ទុកមកឲ្យអ្នកណាទេឬមួយជនបោកប្រាស់ខ្លះរៀបការខ្លាំងៗបើយកចំណងដៃនៅម្ដងគេនិយាយទៀតស៊ូលីស្អីហៅថារៀបការខ្លាំងៗបើយកចំណងដៃអ្នកណាគឺជាជនបោកប្រាស់អីយ៉ាអ្នកមីងទី3អ្នកណាគឺជាជនបោកប្រាស់គឺអ្នកមីងដឹងច្បាស់នៅក្នុងចិត្តទេឯងនិយាយស្អីហ្នឹងហ៎អ្នកណាគឺជាជនបោកប្រាស់ឯងនិយាយច្បាស់មកតែយើងបោកយកប្រេងឯងឬក៏បោកយកកឯងឯងហ៊ានច្រើនយើងថ្ងៃនេះយើងត្រូវបដិឯងចេញនៅឲ្យឆ្ងាយពីសេវលីឯងហ៊ាននិយាយយើងម៉ាក់ពួកឯងសម្បាំងអីហ៊ានលើកដៃយាយម៉ាក់ខ្ញុំអ្នកណាឲ្យយាយចាស់នេះធ្វើឲ្យសេវលីភ័យអ្នកណាគេជាយាយចាស់អ្នកណាឲ្យពួកឯងចូលមកថាពួកយើងជាជនបោកប្រាស់ធ្វើជាជនបោកប្រាស់ហើយនៅម្ដងគេនិយាយទៀតបើមិនចង់ឲ្យគេនិយាយទៀតលោកតែខ្លួនឯងកុំធ្វើនៅស្លៀករោគការទៀតពិតជាកុហកគេដូចមែនទេពួកខ្ញុំមិនមែនជនបោកប្រាស់ជឿនសៀទុកឲ្យបងចុះហេតុអីក៏ពួកនាងត្រូវបោកភ្នែកនិយាយផ្ដេសផ្ដាស់ថាពួកយើងជាជនបោកប្រាស់ក្រុមហ៊ុនស៊ូឈិនសៀខ្សែធនហើយពេលនេះគ្រួសារពួកឯងគឺក្ររបាយញ៉ាំមិនបានដូច្នេះរៀបចំមង្គលការខ្លាំងៗមកយកចំណងដៃឈិនសៀរៀបការពិតមែនហើយនាងឈွန်គេជាម្ចាស់ទូតក្រុមហ៊ុនហិរញ្ញវត្ថុហៃឡុងគេមានលុយណាស់ម៉ាក់ចាស់ល្ងើហើយមែនទេពាក្យកុហកបែបនោះក៏ជឿដែរនោះម៉ាក់ប្រកាសជាត្រូវនាងឈွန်ម្នាក់នេះកុហកបានហើយចុះបើពួកយើងមិនខកវិញនោះអញ្ចឹងពួកយើងភ្នាល់គ្នាទៅបើពួកឯងមិនកុហកគេទេនោះពួកយើងឲ្យចំណងដៃគុណនឹង2ចំណងដៃពួកយើងមិនយកទេយើងត្រូវការឲ្យពួកឯងរមៀលចេញទៅបើខ្ញុំអាចបញ្ជាក់ថាពួកឯងជាជនបោកប្រាស់បានពួកឯងក៏ត្រូវតែរមៀលចេញទៅដែរបានហើយពីបងមកបញ្ជាក់ថាពួកគេជាជនបោកប្រាស់ទេទុកមុខឲ្យហើយមិនយកត្រូវតែរមៀលចេញទៅទើបចូលខ្លួនមែនទេអ្នកទាំងអស់គ្នាមកមើលមកគ្រួសារឈៀនសៀនិងមីងឈွန်សន្សំម្នាក់នេះបោកប្រាស់គេយ៉ាងម៉េចហ៎
ចាំងហើយពីន ប៉ា អើអត់ទៅ ប៉ាបាយខ្ញុំធ្វើអី អាមនុស្សល្ងងឯងមានភ្នែកអត់ប្រស្រីស្មាងអីថាតែប្រុសនេះនឹងអ្នកនាងស៊ូជាជនបោកប្រាស់